ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យថ្នាក់ខេត្តបង្ហាញលទ្ធផលវឌ្ឍនភាពការងារឆ្នាំ2025និងទិសដៅការងារឆ្នាំ2026 ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យថ្នាក់ខេត្តនៃមន្ទីរអភិវឌ្ឍជនបទខេត្តកំពង់ធំបានរៀបចំកិច្ចប្រជុំចែករំលែកលទ្ធផលវឌ្ឍនភាពការងារស្ដីពីការអនុវត្តកម្មវិធីវិស័យផ្គត់ផ្គង់សេវាទឹកស្អាតនិងអនាម័យជនបទឆ្នាំ2025និងទិសដៅអនុវត្តឆ្នាំ2026ដើម្បីវិភាគអំពីបញ្ហាប្រឈមនៅក្នុងសហគមន៍ជនបទនិងវិភាគផែនការស្វែងរកដំណោះស្រាយឆ្ពោះទៅរកការបញ្ចប់ការបន្ទោបង់ពីវាពីកាលកម្រិតខ្ពស់ ODS បូកនៅឆ្នាំ2030 ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី15ខែមករាឆ្នាំ2026ក្រោមអធិបតីភាពឯកឧត្តមព្រឹមរដ្ឋាភិបាលរងខេត្តនិងជាអនុប្រធានក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យថ្នាក់ខេត្ត PWG អញ្ជើញជាគណៈអធិបតីដែលមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធរដ្ឋបាលក្រុងស្រុកនិងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ឯកឧត្តមព្រឹមរដ្ឋាបានមានប្រសាសន៍ថាការផ្គត់ផ្គង់ទឹកស្អាតនិងលើកកម្ពស់អនាម័យកាន់តែមានសារៈសំខាន់ដែលមិនត្រូវមើលរំលងឬធ្វេសប្រហែសក្នុងការតាមដាននិងត្រូវរកវិធីសាស្ត្រគ្រប់បែបយ៉ាងធ្វើយ៉ាងណាឲ្យស្ថានភាពអនាម័យជនបទនៅក្នុងខេត្តកំពង់ធំកាន់តែមានភាពល្អប្រសើរឡើងលើពីនេះទៀតគឺសម្រេចបាននៅទស្សនវិស័យរបស់រាជរដ្ឋាភិបាលដើម្បីផ្ដល់ប្រយោជន៍យូរអង្វែងនិងមាននិរន្តរភាពឯកឧត្តមព្រឹមរដ្ឋាសំណូមពរអង្គប្រជុំយកចិត្តទុកដាក់ទៅលើបញ្ហាសំខាន់ដូចតទៅ1ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទថ្នាក់ខេត្តត្រូវសម្របសម្រួលសហការគ្នាចូលរួមអនុវត្តធ្វើសកម្មភាពការងារទឹកស្អាតនិងអនាម័យឲ្យល្អប្រសើរនិងមានការទទួលខុសត្រូវខ្ពស់2អាជ្ញាធរក្រុងស្រុកត្រូវរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តការងារផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទនៅក្នុងផែនការវិនិយោគរបស់ខ្លួនឲ្យបានទៀងទាត់និងមានប្រសិទ្ធភាព3កិច្ចប្រជុំប្រចាំខែថ្នាក់ក្រុងស្រុកត្រូវរៀបចំបញ្ចូលរបៀបវារៈកម្មវិធីទឹកស្អាតនិងអនាម័យនៅក្នុងកិច្ចប្រជុំប្រចាំខែនីមួយៗ4ត្រូវចូលរួមអប់រំផ្សព្វផ្សាយការអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទនៅថ្នាក់ខេត្តក្រុងស្រុកឃុំសង្កាត់ព្រមទាំងជំរុញឲ្យមន្ត្រីរាជការសាលាក្រុងស្រុកគ្រប់រូបធ្វើជាគំរូល្អក្នុងការប្រព្រឹត្តអនាម័យល្អដោយសាងសង់និងប្រើប្រាស់បង្គន់អនាម័យតាមផ្ទះរៀងៗខ្លួនសូមគូបញ្ជាក់ផងដែរថាកិច្ចប្រជុំនេះមានគោលបំណងបង្ហាញពីវឌ្ឍនភាពការងារវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទឆ្នាំ2025កិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមផ្សេងៗដើម្បីធ្វើផែនការងារ ODS បូកព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងមន្ទីរអង្គភាពពាក់ព័ន្ធនិងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ក្នុងការដោះស្រាយនៅរាល់មតិកែលម្អប្រកបដោយសមធម៌